ស្រាប់តលកាស្លាមកតពីពាន់នៅខេត្តបាត់ដំបងកន្លែងនេះគេល្បីយូរហើយតែខ្ញុំទៅបានភាសាលើកដំបងទេស្រាប់តលគេនេះពណ៌ដូចស្រាថ្នាំតែរសជាតិស្រាលខ្លាំងមែនទេផឹកទៅរៀងសាប់អត់ឈួលទេហើយរៀងធំក្លិនដូចស្រាថ្នាំតិចតែអត់កពុលទេអាចផឹកបានតែផឹកបានតែម្នាក់មកផ្ដិលរៀងវិលបាត់ហើយអ្នកមកផឹកនេះហើយគេមកផឹកចេបតិចតិចទេភេកច្រើនគេមកញ៉ាំអីច្រើនជាងជាមួយនឹងឈ្មោះ menu ម្ហូបគេប្លែកបដ ாய் ដែលឃើញសោះឥឡូវនេះខ្ញុំបានសាកជាមួយនឹងឆាងក្រងជាមួយនឹងភ្លាសាច់គោគេនេះរសជាតិគេឆ្ងាញ់ប្លែកមែនទេអត់ដែលធ្លាប់ញ៉ាំពីមុនមកឯរសជាតិអញ្ចឹងជាពិសេសឆាងក្រងគេនេះសាច់គោគេឡងផុយបដ ாய் ហើយពេលដាក់ចូលមាត់ទៅមានជាតិខ្ទិះតិចចេញមកពីពងក្រងអ្នកបាត់ដំបងឬក៏អ្នកបលេងបាត់ដំបងអាចមកសាកនៅកន្លែងនេះបានដើម្បីដឹងពីរសជាតិជាពិសេសគឺម្ហូបនៅកន្លែងនេះឆ្ងាញ់ខ្លាំងចាខ្ញុំដាក់ link Google Map នៅក្នុង comment ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែកុំផឹកស្រាច្រើនពេកអត់ល្អឯណាព្រោះថាបើយើងផឹកជាតិអាល់កុលទៅច្រើនធ្វើឲ្យបាត់បង់ជាតិ collagen ងាយនឹងធ្វើយើងឆាប់ចាស់អញ្ចឹងហើយបាទខ្ញុំតែងតែញ៉ាំជាមួយនឹង collagen Kenchi មួយថ្ងៃ2ដងព្រឹកម្ដងយប់ម្ដងដើម្បីជួយបំពេញ collagen កាត់បន្ថយស្នាមជ្រួញនិងជួយសក់កញ្ចក់ឲ្យរឹងមាំជាពិសេសពណ៌ក្រហមនេះផឹកពេលយប់ទៅជួយកាត់បន្ថយ stress ធ្វើយើងគេងលក់ស្រួលទៀត